សួស្តីបងប្អូនទាំងអស់គ្នាទីតាំងដែលបងប្អូនបានកំពុងទស្សនានេះគឺទៅនៅទំនប់ស្លាតអនដែលបងប្អូនយើងអ្នកបងត្រីគឺទីនេះជាកន្លែងដែលសំគួរបំផុតហើយព្រោះអាចរករ៉ែបានរហូតមកដល់ទីតាំងមួយចំនួនហ្នឹងបើកបិទហ្នឹងជិះឆ្ងាយអ្នកខ្លះទៅដល់កពេញពួយទៅអីទៅតែមែនតើនៅនេះបងបានច្រើនហើយអត់បានតិចបានច្រើននៅតែបានអញ្ចឹងថាវាមិនអស់សាំងអីច្រើនដោយសារវានៅក្នុងតំបន់ចិត្តខេត្តដែរហើយជាពិសេសបងប្អូននៅទូក៏រកបានច្រើនហើយអាចបងពីលើអីក៏បានដែររកទៅតាមបច្ចេកទេសតាមបាបតាមផលកម្មរបស់យើងណា1 2 3ឈិចពីលើអញ្ចឹងក៏បានត្រីដែរបងប្អូនហ្នឹងហើយសម្រាប់បងប្អូនអ្នកគាត់ចុះទូកគាត់មិនងាយឆ្លេឆ្លាទៅកន្លែងណាតាមការបង្ហោះអីទេតែគាត់ថាបើសិនបងប្អូនចង់បានច្រើនមកនេះគឺវាមិនទាន់បានច្រើនទេបញ្ជាក់ឲ្យទៀតកុំឲ្យឃើញវីដេអូហ្នឹងហើយស្លឈាមអីចង់មកឲ្យអត់ទាន់ទេគាត់តែថានេះថារ៉ែដើមឆ្នាំដើមឆ្នាំនេះគឺអាចរកបានសម្រាប់អ្នកទូកគាត់លក់បានខ្លះមួយថ្ងៃ4 10គីឡូអីតែថាអ្នកលើគោកមួយថ្ងៃអត់បានទេអត់ដល់កម្រិត4 10គីឡូទេថាបងកបែសិចដុំត្រៀមត្រីមកឥឡូវយើងចាំមើលអ៊ុតស្នាញ់បងពីលើមួយសិនសម្រាប់អ្នកដែលបងពីលើបងប្អូនត្រូវតែមានខ្សែយ៉ាងហើយណាក៏15 ម៉ែត្រដែរនោះអូខេទីខ្សែក្រហមហ្នឹងអញ្ចឹងយ៉ាងហើយណាក៏មានខ្សែ15 ម៉ែត្រដែរដែលវាកម្ពស់ឥឡូវយើងទៅអ៊ុតទូកមួយនេះសិនមានអត់មានមកនោះមានត្រីមានយើងទៅមើលសំណាញ់បាក់បងពីលើវិញគេចិត្តផុតហើយនោះក៏មានដែរសំណាញ់នោះក៏បានដែរតែសំខាន់នេះសំណាញ់មួយនេះតែបានអត់សំណាញ់ពីលើច្បាក់កងនៅខាងលើនេះអំបិលហើយបាទអត់មានត្រីទេអត់មានត្រីទេអញ្ចឹងបញ្ជាក់បងប្អូនទីតាំងនេះគឺទំនប់សាឡាតាអនស្រុកឯភ្នំខេត្តបាត់ដំបងរ៉ែដើមរដូវកាលបានខ្លះអត់ខ្លះតាមព្រៃសំណាងរៀងៗខ្លួនអរគុណបងប្អូនដែលទស្សនាហើយកុំភ្លេចជួយចុច Subscribe ផងអរគុណ